សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ព័ត៌មានថ្មីដែលនឹងនាំមកនូវព័ត៌មានថ្មីបំផុតពីសហរដ្ឋអាមេរិកនិងការសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ UN ថ្ងៃនេះថ្ងៃប្រហោះទី29ខែឧសភាឆ្នាំ2025ម៉ោង 2:54 នាទីរសៀលបូក07យើងនឹងធ្វើបច្ចុប្បន្នភាពលើស្ថានភាពថ្មីបំផុតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិង UN ដែលជាប្រធានបទដ៏សំខាន់នៅក្នុងពិភពលោកថ្ងៃនេះក្នុងអំឡុងពេលប៉ុន្មានខែថ្មីនេះមានការវិវត្តជាច្រើនដែលផតឡូនៅការផ្លាស់ប្តូរដ៏ធំធេងលើឆាកអន្តរជាតិជាពិសេសក្នុងបរិបទនៃគោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលដឹកនាំដោយប្រធានាធិបតី Donald Trump នៅមុនការបោះឆ្នោតឆ្នាំ2026ប្រសិនបើអ្នកចង់ដឹងពីរាល់ការផ្លាស់ប្តូរទាំងនេះនិងផលវិបាកចំពោះពិភពលោកវីដេអូនេះគឺសម្រាប់អ្នកតោះចាប់ផតមកហើយញញឹមទាំងអស់គ្នាកុំភ្លេច like និង subscribe ទេណាបច្ចុប្បន្ននេះទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិង UN កំពុងប្រឈមនឹងការផ្លាស់ប្តូរដ៏ធំដែលផតឡូផលប៉ះពាល់ដល់គោលនយោបាយអន្តរជាតិក្នុងឆមាសទី1នៃឆ្នាំ2025រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកត្រាំបានបង្ហាញពីផែនការថ្មីដើម្បីកាត់បន្ថយការចំណាយលើកម្មវិធីជំនួយអន្តរជាតិដែលរួមមានការគាំទ្រផ្នែកសន្តិភាពនិងអភិវឌ្ឍន៍របស់ UN ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីការពិភាក្សាយ៉ាងកតៅគគុកនៅទីក្រុងញូវយ៉កកាលពីខែមីនាដែលបានផតលើបញ្ហាបរិស្ថាននិងជំងឺរាតត្បាតជាសកលលោកត្រាំបានសន្យាថានឹងកាត់បន្ថយការចំណាយប្រមាណ 20% នៅក្នុងឆ្នាំសារព័ត៌មានបានរាយការណ៍ថាការសម្រេចចិត្តនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោមសមាជិក UN ជាច្រើនជាពិសេសប្រទេសអឺរ៉ុបនិងអាហ្វ្រិកដែលពឹងផ្អែកលើជំនួយអាមេរិកមួយផ្នែកធំនៃការផ្លាស់ប្តូរនេះក៏ទាក់ទងនឹងបញ្ហាបរិស្ថានផងដែរក្នុងខែមេសាអាមេរិកបានប្រកាសថាពួកគេនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីសជាថ្មីម្ដងទៀតដែលជាការបន្តនៃគោលនយោបាយដែលបានចាប់ផតមកកាលពីឆ្នាំ2017ការសម្រេចចិត្តនេះបានធ្វើឲ្យអង្គការសហប្រជាជាតិឆ្លើយតបដោយការព្រមានថាវានឹងប៉ះពាល់ដល់ការរំកិតខំប្រឹងប្រែងជាសកលក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុលេខាធិការយោធា UN លោក Antonio Guterres បានថ្លែងក្នុងសន្និសីទសារព័ត៌មានថាការរដកខ្លួនរបស់អាមេរិកគឺជាការបោះបង់ចោលទំនួលខុសត្រូវចំពោះមនុស្សជំនាន់ក្រោយផ្ទុយទៅវិញលោកត្រាំបានឆ្លើយតបថាអាមេរិកនឹងមិនដាក់ខ្លួនឲ្យធ្លាក់ក្នុងបំណងប្រាថ្នារបស់អ្នកដទៃដែលធ្វើឲ្យសេដ្ឋកិច្ចយើងខ្សោយការផ្លាស់ប្តូរនេះមិនមែនមានតែលើបញ្ហាបរិស្ថានទេប៉ុន្តែក៏រួមបញ្ចូលនូវការគាំទ្រផ្នែកសុខភាពផងដែរក្នុងខែឧសភាអាមេរិកបានប្រកាសផតឡូជំនួយវ៉ាក់សាំងចំនួន15លានដូសដល់តំបន់អាហ្វ្រិកខាងត្បូងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ H1025 ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរការផតឡូជំនួយនេះត្រូវបានគេមើលឃើញថាជាជំហរវិជ្ជមានពីសំណាក់អាមេរិកប៉ុន្តែ UN បានស្នើសុំឲ្យមានការបន្ថែមទៀតដែលអាមេរិកបានបដិសេធនេះបានធ្វើឲ្យមានការព្រួយផង់ខ្លះក្នុងចំណោមអង្គការមនុស្សធម៌ជាងនេះទៅទៀតការពិភាក្សាសន្តិពីសន្តិភាពនៅអ៊ុយក្រែនក៏ជាប្រធានបទសំខាន់មួយដែរក្នុងខែមេសាអាមេរិកបានបញ្ជូនថវិកាបន្ថែមចំនួន$5000 លានដើម្បីគាំទ្របេសកកម្មសន្តិភាពរបស់ UN នៅអ៊ុយក្រែនប៉ុន្តែបានដាក់លក្ខខណ្ឌថាប្រទេស NATO ផ្សេងទៀតត្រូវចូលរួមចំណាយ 60% នៃថវិកាការសម្រេចចិត្តនេះបានធ្វើឲ្យមានការជជែកវែកញែកក្នុងចំណោមសមាជិកសភាអាមេរិកខណៈដែលមានសំណួរថាតើការចំណាយនេះមានប្រសិទ្ធភាពឬអត់នៅពេលនេះទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិង UN ហាក់ដូចជាស្ថិតក្នុងស្ថានភាពស្មុគស្មាញខណៈដែលមានភាពជឿនលឿនលើបញ្ហាមួយចំនួនក៏មានភាពខ្វែងគំនិតគ្នាផងដែរតើអ្នកគិតថាអាមេរិកគួរបន្តគាំទ្រ UN យ៉ាងណាប្រាប់យើងនៅ comment ខាងក្រោមបើចូលចិត្តវីដេអូនេះកុំភ្លេច like share និង subscribe ដើម្បីទទួលព័ត៌មានថ្មីៗជួបគ្នាវិញនៅវីដេអូក្រោយជម្រាបលា